តើអ្នកដឹងទេហេតុអ្វីបានជាមនុស្សមួយចំនួនគេរស់នៅមានសេចក្តីសុខក្នុងជីវិតមិនថាគេជួបបញ្ហាធំប៉ុណ្ណាក៏ដោយគេនៅតែអាចរក្សាស្នាមញញឹមបានគេនៅតែអាចរក្សាភាពសប្បាយរីករាយបានគេនៅតែអាចរក្សាភាពវិជ្ជមានបានគេនៅតែអាចរក្សាភាពអត់ធ្មត់បានហេតុអ្វីគឺដោយសារតែគេមានទម្លាប់4យ៉ាងនេះទម្លាប់ទី1គឺគេតែងតែដឹងគុណគេតែងតែដឹងគុណចំពោះអ្វីដែលគេមានគេតែងតែដឹងគុណចំពោះអ្វីដែលគេកំពុងធ្វើគេតែងតែដឹងគុណចំពោះអ្វីដែលគេកំពុងតែទទួលបានទម្លាប់ទី2គឺគេតែងតែគិតវិជ្ជមានគេតែងតែគិតវិជ្ជមានចំពោះអ្វីដែលគេកំពុងតែធ្វើគេតែងតែគិតវិជ្ជមានចំពោះអ្វីដែលគេកំពុងទទួលបានគេតែងតែគិតវិជ្ជមានចំពោះអ្វីដែលគេកំពុងតែជួបប្រទះទម្លាប់ទី3គឺគេតែងតែអត់ទោសគេតែងតែអត់ទោសចំពោះខ្លួនឯងគេតែងតែអត់ទោសចំពោះអ្នកដទៃគេតែងតែអត់ទោសចំពោះអ្វីដែលគេបានធ្វើខុសទម្លាប់ទី4គឺគេតែងតែរៀនសូត្រគេតែងតែរៀនសូត្រពីបទពិសោធន៍គេតែងតែរៀនសូត្រពីកំហុសគេតែងតែរៀនសូត្រពីអ្នកដទៃដូច្នេះប្រសិនបើអ្នកចង់រស់នៅមានសេចក្តីសុខក្នុងជីវិតអ្នកត្រូវតែអនុវត្តទម្លាប់4យ៉ាងនេះ